បាទទស្សនីបងប្អូនបាទនេះគឺកន្លែងក្នុងវត្តរាមមួយហើយលោកតុបតែងបានស្អាតណាស្អាតមែនតើបាទនេះកង់អាគារ2នេះគឺកន្លែងរមបាទលោកដាក់មានកម្មាបាំងឆាត់ខាងហ្នឹងគឺជុំវិញអញ្ចឹងតែមកដាក់រំយោលពីលើដើមពូនេះដើមពូនៅនេះដាក់កង់អាគារ2នេះអានឹងបានន័យថាកន្លែងឲ្យយើងរមជុំវិញហ្នឹងស្អាតណាស់បងប្អូនចាំមើលអានេះថ្ងៃយប់វាសិតភ្លើងស្តុបនេះអាខ្សែរំយោលលម្អហ្នឹងគឺជាមួយនឹងភ្លើងស្តុបរហូតម៉ោង5ម៉ោងអីភ្លើងស្តុបព្រិចស្អាតណាស់ស្អាតមែនតើពីក្លេអូជាប់អ្នកលក់លេសតែលក់លេសហើយលក់លេសតែមកហ្នឹងអត់មានអីទេស្ងាត់ឆឹងបាទដល់ម៉ោង5ម៉ោង6នឹងងាកហ្នឹងគឺមានលបែងលេងហើយចាប់ថ្ងៃនេះទៅអ្នកខ្លះមកលេងឈូងលេងលបែងជាប្រៃយើងហ្នឹងវត្តនេះទំនើបមែនតើលោកតុបតែងស្អាតណាស់សូម្បីតែផ្លូវចូលមកពីខ្លងទ្វារមើលទៅសុទ្ធរំយោលផ្កាអមដោយទៅហើយយកកម្មាបាំងយើងដាក់បកគូលដាក់កម្មាបាំងដាក់ឆាត់ពីលើមួយបាទបើអញ្ជើញចាំខ្ញុំមើលខាងនេះទៅវល់មកបាទហើយមកនេះចំឲ្យអែបមកនេះបាទនេះឃើញគឺកម្មាបាំងគឺឆាត់ណានោះខ្ញុំដែរមកជុំវងរមមកទៅរមនៅក្រោមហ្នឹងគឺស្អាតមែនតើបាទទីធ្លារមហើយវត្តនេះទំនើបដែរជួលអកកេះអីចាំមើលដល់ថ្ងៃហ្នឹងអកកេះរមហើយយកអកកេះមករមនឹងសុបាយប៉ុណ្ណានេះកន្លែងនេះចាំមើលបងប្អូនបាទនៅខេត្តត្បូងឃ្មុំតាមលេងសប្បាយតុបតែងស្អាតហើយទៅដើមពោទៅដើមពោក្នុងវត្តដើមពោបាទមើលនេះបាទកម្មាវាឆាត់នេះខ្ញុំដាក់ចិត្តឆាត់បើយើងដាក់មកជុំមកអញ្ចឹងទៅនេះដើមពោនេះសម្រាប់កដាលវងហើយតែថាយើងរំមកជុំដើមពោណាមកជុំដើមពោទៅមានរំយោលលម្អដោយភ្លើងស្តុបខ្សែភ្លើងស្តុបនិងរំយោលជាប់គ្នាដល់យប់មិនស្អាតណាថ្ងៃហ្នឹងអត់ស្អាតតែណាពេលយប់បានថតឯណាបើនៅឆ្ងាយបាទតែមិនដឹងទេបងប្អូនណាបាទសូមជម្រាបលាបាយបាយ